មួយយ៉ាងនេះគឺយើងឃើញហើយស្រាប់ហើយមានការជួញដូរច្រើនតែនៅតំបន់អាស៊ីយើងហើយចាក់ស្ដែងនៅក្នុងថ្ងៃទី23ខែ3នេះគឺប្រទេសថៃកំពុងតែរងគ្រោះនៃការជួញដូរកម្លាំង7.7 Richter ដែលកម្លាំងនេះជាកម្លាំងមួយដ៏ខ្លាំងដែលជាសញ្ញានៃការរំលាយតែម្ដងហើយយើងឃើញមានការបែកបាក់គ្នានៅក្នុងប្រទេសថៃនៅអីចឹងណាហើយកម្មករប្រហែលជា40នាក់ជាងកំពុងតែបាត់ខ្លួននៅឡើយទេហត់អត់ឃើញទេហើយមូលហេតុនៃការជួញដូរដែលកើតឡើងនៅក្នុងប្រទេសថៃនេះគឺវាមកពីចំណុចកណ្ដាលនៃការជួញដូរនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុងម៉ានីឡាតែម្ដងហើយចំណុចនៅមីយ៉ាន់ម៉ានោះគឺរងគ្រោះខ្លាំងជាងនៅប្រទេសថៃទៀតបាក់ទាំងស្ពានបាក់ទាំងផ្ទះសម្បែងបាក់ទាំងផ្លូវហើយមិនតែប៉ុណ្ណោះទេលទ្ធផលធ្លាក់ដល់វៀតណាមទៀតសូម្បីតែនៅខាងជប៉ុននេះក៏មានការជួញដូរដូចគ្នាប្រហែលថ្ងៃមុនតាំងម្ដងថ្ងៃនេះក៏នៅតែមានហើយចាក់ស្ដែងដូចខ្ញុំនៅក្នុងទីក្រុងប៉េកាំងអញ្ចឹងប្រហែលថ្ងៃមុនអាកាសធាតុក្តៅនិយមទៅចប់ពីត្រជាក់ទៅគឺក្តៅប៉ុន្តែសាប់តែចេញពីក្តៅហ្នឹងទៅថ្ងៃទី26ខែ3ហើយជាម៉ោង1:20នាទីយប់នៅក្នុងទីក្រុងប៉េកាំងនៅក្នុងទីក្រុងជិនជិញប្រទេសចិនគឺមានការជួញដូរដូចគ្នាតែកម្លាំងវាអត់ទៅខ្លាំងដូចជានៅមីយ៉ាន់ម៉ាឬក៏នៅខាងថៃប្រហែលនេះព្រោះនេះថា4.2អញ្ចឹងថាវាមកគឺអាគារអញ្ចឹងណាហើយចាក់ស្ដែងនៅប្រទេសចិននេះអត់បានជួយដីទេដូចនៅមួយផ្នែកថ្ងៃនេះដូចថ្ងៃនេះអញ្ចឹងនៅខាងម៉ុងហ្គូលីនៅខាងអ៊ីនណានៅខាងអីដែលខេត្តជាប់កណ្ដាលជាមួយយួនហ្នឹងឬក៏វៀតណាមហ្នឹងកំពុងតែជួយដីឆ្លើយបងប្អូនហើយថ្ងៃនេះផងដែរគឺខ្ញុំឃើញព័ត៌មាននៅក្នុងស្រុកខ្មែរយើងក៏ទទួលរងឥទ្ធិពលនៃការជួយដីដែរដូចជាក្នុងខេត្តបរសៃនុនៅក្នុងខេត្តមួយចំនួនដែលជាប់នឹងព្រំដែនជាមួយប្រទេសថៃហើយនឹងពេញជាដើមនេះឃើញមានការរត់ចេញពីអាគាររបស់បុគ្គលិកធនាគារមួយចំនួនដែលគាត់ធ្វើការនៅអាគារខ្ពស់ពីព្រោះពួកគាត់បញ្ជាក់ថាទាំងអស់ហ្នឹងគឺគាត់មានអារម្មណ៍ថាដូចអង្គើអញ្ចឹងណាគាត់មានរត់ចេញមកអញ្ចឹងទៅប៉ុន្តែខាងក្រសួងយើងនេះគឺគេអត់បញ្ជាក់ថាយើងមានសញ្ញាណាមួយនៃការពំនិតពីការជួយដីឡើយក៏តែគេនឹងកំពុងតែតាមដានបន្តហើយយើងសង្ឃឹមថានៅស្រុកខ្មែរយើងនេះគឺមិនមានមិនឲ្យមានរឿងនេះកើតឡើងមានទាំងផងហើយតែខ្ញុំនិយាយថាមិនឲ្យមានរឿងនេះកើតឡើងពីព្រោះអីបងប្អូននឹងស្រាប់ហើយការជួយដីមួយគឺមិនជាសុខសប្បាយប៉ុន្មានទេបាត់បង់ទាំងអាយុជីវិតគឺខាត់ទាំងសុខសប្បាយហើយប្រទេសយើងជាប្រទេសមួយដែលមិនធ្លាប់នឹងទទួលអត្ថប្រយោជន៍ពីមុនមកអញ្ចឹងបើសិនជាវាមានបញ្ហានឹងកើតឡើងនៅក្នុងប្រទេសយើងមែនគឺខ្ញុំសម្រាប់ចេញទេបងប្អូនអញ្ចឹងហើយសង្ឃឹមថាប្រទេសយើងគឺនឹងមិនមានរឿងអ្វីកើតឡើងទេចុះហើយសង្ឃឹមថាបងប្អូនយើងបងប្អូនទាំងអស់គ្នាពីព្រោះអីនៅក្នុងឆ្នាំនេះប្រទេសច្រើននៅក្នុងតំបន់អាស៊ីគឺរងឥទ្ធិពលនៃគ្រោះធម្មជាតិនឹងខ្លាំងមែនទែនជាពិសេសកុំជួយដីនេះគឺក្នុងរយៈពេលខែ3នេះគឺច្រើនកន្លែងមែនទែនទាំងថៃទាំងមីយ៉ាន់ម៉ាទាំងវៀតណាមឥណ្ឌូនេស៊ីជប៉ុននៅចិនគឺសឹងតែអាស៊ីគ្នាតែម្ដងហើយបើសិនជាមានព័ត៌មានអាប់ដេតណាទៀតតើតើជាមួយនឹងក្រុមជួយដីខ្ញុំនឹងបញ្ជាក់ជូនបងប្អូននៅពេលក្រោយទៀត